បន្ទាប់ពីយើង download app ក៏ដូចជាចុះឈ្មោះ login ចូល app បានជោគជ័យហើយគឺយើងត្រូវពេញអាស័យដ្ឋានរបស់យើងចូលអញ្ចឹងយើងចុចកន្លែងទទួលអាស័យដ្ឋានបន្ទាប់មកចុចបន្ថែមទៅអាស័យដ្ឋានអញ្ចឹងកន្លែងហ្នឹងគឺជាអាស័យដ្ឋានព័ត៌មានលម្អិតរបស់យើងគឺយើងដាក់អាស័យដ្ឋានទីតាំងរបស់យើងនៅជាក់ស្ដែងអញ្ចឹងកលំទី1គេឲ្យដាក់ឈ្មោះអ្នកទទួលកលំទី2ដាក់លេខទូរស័ព្ទទៅអ្នកតំណងកលំទី3តំបន់កលំទី4អាស័យដ្ឋានលម្អិតអញ្ចឹងយើងពេញតាមហ្នឹងមកអញ្ចឹងយើងដាក់ឈ្មោះលោកដែរតែខ្មៅបន្ទាប់មកដាក់លេខទូរស័ព្ទដៃរបស់យើងចូលទៅយើងប្រូលេខអីយើងដាក់លេខហ្នឹងទៅបន្ទាប់មកកន្លែងតំបន់នេះគឺសំខាន់ដូចគ្នាគឺយើងចុច pin location អញ្ចឹងយើងចូលកន្លែង location នេះយើងស្វែងរកទីតាំងរបស់យើងជាក់ស្ដែងមកដោយ admin នៅខាងទឹកខ្មៅអញ្ចឹង admin ជ្រើសរើសយកទឹកខ្មៅ City Mall ហើយបន្ទាប់ពីចុចលើហ្នឹងហើយវានឹង load ទីតាំងកន្លែងហ្នឹងឲ្យយើង pin ហើយយើងចុចពាក្យថាកំណត់បន្ទាប់មកកន្លែងនេះគឺអាស័យដ្ឋានលម្អិតបើសិនជាយើងនៅបុរីអីយើងដាក់ទៅថាយើងនៅផ្ទះលេខម៉ានផ្លូវលេខម៉ានអីអញ្ចឹងណាតែ admin នៅម្ដុំផ្សារទឹកខ្មៅបើសិនជាមានរូបភាពទីតាំងរបស់យើងដាក់បន្ថែមក៏បានបើអត់ដាក់រក្សាទុកព័ត៌មានទៅបន្ទាប់មកយើងត្រឡប់ទៅខាងក្រោយវិញជាប់នឹងខាងស្ដាំដៃហ្នឹងគឺដាក់ថា Clang Pick Up ចុង Clang Pick Up ហ្នឹងគឺសំខាន់បំផុតសម្រាប់ការបញ្ជាទិញទៅពីខាងប្រទេសចិនមកខ្មែរគឺដោយសារតែការដឹកជូនពីខាងប្រទេសចិនមកខ្មែរគឺគេ follow up ក៏ដូចជាជ្រើសរើសទៅតាមទីតាំងដែលយើងដាក់ជាក់ស្ដែងអញ្ចឹងបើសិនជាយើងនៅពេញក៏ដូចជានៅខេត្តយើងអាចដឹកជូនយើងបានអញ្ចឹងដូច admin នៅខាងក្រុងទឹកខ្មៅខេត្តកណ្ដាលអញ្ចឹង admin ជ្រើសរើសខេត្តកណ្ដាលខាងក្រោមនោះទីតាំងដែលយើងនៅចិត្តយើងបំផុតអញ្ចឹងមានក្រុងទឹកខ្មៅ admin យកក្រុងទឹកខ្មៅសម្រាប់ការជ្រើសរើសហើយយើងចុចពាក្យថាកំណត់អញ្ចឹងមានថាអាស័យដ្ឋានលម្អិតក៏ដូចជាឃ្លាំងទទួលទៅយើងបានពេញបានជោគជ័យហើយអញ្ចឹងយើងអាចត្រឡប់ទៅស្វែងរកតំណែងដែលយើងចង់ស្វែងរកអញ្ចឹងរបៀបនៃការស្វែងរកយើងចុចទៅរូបផ្ទះយើងកន្លែងទៅមើលខាងលើគេមកអស់មានពាក្យថាស្វែងរកអញ្ចឹងបើសិនជាយើងមាន link តំណែងក៏ដូចជារូបភាពអាចធ្វើការ upload ចូលបាន admin មាន link តំណែងពីខាងប្រទេសចិន admin ផាសចូលប៉ុបហើយ upload ចូលនោះវាមានហាងនឹងឲ្យយើងជ្រើសរើសយើងចុចទិញឥឡូវក៏បានបន្ថែមទៅរតែក៏បានបន្ទាប់មកយើងជ្រើសរើសពណ៌ម៉ូដតំណែងដែលយើងចង់បានបូកឈ្នួលដែលយើងធ្វើការបន្ទាប់មកចុចបញ្ជាក់ទីតាំងយើងបានពេញខាងដើមវីដេអូរួចហើយអស់ហើយអញ្ចឹងយើងបានពេញទៀតទេយើងជ្រើសរើសផ្លូវដឹកជញ្ជូនតាមការដែលយើងចង់ដាក់លឿនឬក៏យូរឬក៏ឆាប់អីអញ្ចឹងទៅបន្ទាប់ពីយើងជ្រើសរើសហើយអស់យើងដាក់ថាដាក់ស្នើការបញ្ជាទិញអ្នកនរគ្នាដាក់ស្នើការបញ្ជាទិញយើងចុចដាក់ស្នើការបញ្ជាទិញទៅបន្តមកជាហ៊ានបន្តទៀតវានឹងលូតឲ្យយើងបង់ប្រាក់បើសិនជាក្នុងគណនីរបស់យើងអត់មានទឹកប្រាក់ទេយើងបញ្ចូលទឹកប្រាក់ទៅប៉ុន្តែ admin មានគណនីរបស់ admin មានទឹកប្រាក់ស្រាប់ហើយសម្រាប់ការបញ្ចូលទឹកប្រាក់បញ្ចូលតាមធនាគារ ABA Srida ឬក៏វិញតោបានផ្សេងគ្នាឲ្យតែមានធនាគារឲ្យតែមានទឹកប្រាក់អាចបញ្ចូលបានដូចគ្នាបន្តមកយើងដាក់លេខកូដសម្ងាត់ដើម្បីបង់ប្រាក់អញ្ចឹងណាលេខកូដនោះគឺក្រុមការងារគាត់ដាក់ឲ្យឬក៏យើងបង្កើតខ្លួនឯងអីអញ្ចឹងទៅអញ្ចឹងសម្រាប់ការកម្មនេះគឺក៏មិនបានជោគជ័យរងចាំការដឹកជញ្ជូនពីខាងប្រទេសចិន4 ទៅ 5ថ្ងៃអ្នកនរគ្នា